តែក្រុមប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិកនឹងដើរតួនាទីជំនួសអង្គការសហប្រជាជាតិឬសហប្រជាជាតិហៅកាត់ UN ជាអង្គការអន្តររដ្ឋាភិបាលរបស់ពិភពលោកត្រូវបានបង្កើតឡើងក្រោមការចុះហត្ថលេខាលើធម្មនុញ្ញរបស់ UN នៅថ្ងៃទី26 ខែមិថុនាឆ្នាំ1945ជាមួយនឹងបេសកកម្មដ៏ច្បាស់លាស់នៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិនិងដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងរដ្ឋនិងរដ្ឋលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិហើយបម្រើជាមជ្ឈមណ្ឌលសម្រាប់សុខដុមរមនាសកម្មភាពរដ្ឋក្នុងការសម្រេចបាននូវគោលដៅទាំងនេះប៉ុន្តែបច្ចុប្បន្នប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្កើតក្រុមប្រឹក្សាសន្តិសុខថ្មីមួយហើយកំពុងតែផ្ញើលិខិតទៅកាន់មេដឹកនាំនានារបស់ពិភពលោកគៀកឲ្យមកចូលរួមនៅក្នុងក្រុមប្រឹក្សានេះតើទៅថ្ងៃអនាគតក្រុមប្រឹក្សាសន្តិសុខរបស់ម្ចាស់សេតវិមានរូបនេះនឹងចូលមកជំនួសតួនាទីរបស់អង្គការសហប្រជាជាតិឬបណ្ដាញទូរទស្សន៍ដ៏ល្បីល្បាញរបស់ពិភពលោក CNN បានផ្សាយកាលពីថ្ងៃពុធទី21ខែមករាឆ្នាំ2026ថាការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារថាក្រុមប្រឹក្សាសន្តិសុខរបស់គាត់អាចនឹងដើរតួនាទីជំនួសអង្គការសហប្រជាជាតិករណីនេះទំនងជាមានការព្រួយបារម្ភដែលស្ថាប័នកំពូលមួយនេះចង់ត្រួតត្រានៃការកសាងឡើងវិញនៅតំបន់ហ្គាហ្សាហើយថាលោកប្រធានាធិបតីនឹងធ្វើជាប្រធានដោយគ្មានការកំណត់ដែលគាត់ព្យាយាមជំនួសស្ថាប័នកំពូលរបស់ពិភពលោកដែលត្រូវបានបង្កើតឡើងកាលពី80ឆ្នាំមុនដើម្បីរក្សាសន្តិភាពអន្តរជាតិលោកប្រធានាធិបតី Donald Trump ក៏បានលើកជាសំណួរក្នុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី20ខែមករាថាក្រុមប្រឹក្សាសន្តិភាពរបស់គាត់អាចជំនួសតួនាទីរបស់អង្គការសហប្រជាជាតិករណីនេះទំនងជាមានការព្រួយបារម្ភអំពីស្ថាប័នកំពូលរបស់ពិភពលោកចង់ត្រួតពិនិត្យនៃការកសាងឡើងវិញនៅតំបន់ហ្គាហ្សាហើយថាលោកប្រធានាធិបតីនឹងធ្វើជាប្រធានដោយគ្មានពេលកំណត់ទោះជាយ៉ាងណាក៏ដោយនៅមុនពេលការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីត្រាំនោះក្រុមអ្នកការទូតមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមាជិកភាពនៃក្រុមប្រឹក្សាភិបាលរួចទៅហើយការពិតកៅអីអចិន្ត្រៃយ៍ត្រូវបានលក់ក្នុងតម្លៃ$1000 លានលោកប្រធានាធិបតីត្រាំបានធ្វើអត្ថាធិប្បាយនៅមុនពេលធ្វើដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសជាកន្លែងដែលគាត់ត្រូវប្រឈមមុខនឹងការខឹងសម្បាកាន់តែខ្លាំងពីបណ្ដាសមាជិករបស់អង្គការ NATO ចំពោះការទទូចរបស់លោកប្រធានាធិបតីដែលថាសហរដ្ឋអាមេរិកគួរតែកាន់កាប់មហាកោះ Greenland របស់ប្រទេសដាណឺម៉ាកដោយឡែកសេតវិមានបានប្រកាសថាការបង្កើតនាយកក្រុមប្រឹក្សាប្រតិបត្តិដោយរាប់បញ្ចូលទាំងកូនប្រសាររបស់លោកប្រធានាធិបតីត្រាំគឺលោក Jared Kushner លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកមហាសេដ្ឋី Steve Witkoff ប្រេសិតពិសេសសេតវិមាននិងលោក Tony Blair អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស